បាទជនជាតិភ្នងគឺជាជនជាតិដែលវ័យចំណាស់ជាងគេនៅប្រទេសកម្ពុជាក៏ដូចជានៅទឹកដីដែនដីនៃប្រទេសកម្ពុជាមានជនជាតិភ្នងនៅតំបន់ភ្នំតំបន់ព្រៃយើងគិតថាទន្លេជំធានធម្មជាតិទាំងអស់គឺផ្សារភ្ជាប់ទៅលើជនជាតិដើមភាគតិចរីបែរីបែបុយតោបរមីបតោព្រោះថាយើងមិនចង់ឲ្យបាត់បង់ដោយសារគេមានពាក្យមួយម៉ាត់គម្រោងវិនាសកម្មដល់ទឹកដីរបស់យើងទេ Peru se exilé pour balayer l'ennemi et si exilé pour prendre la terre លេស្រែពកវាកំពុងតែឡើងបន្តិចម្ដង If the judiciary is seen by the people as a fear place, what is happening to the society?